នៅក្នុងភូមិដែលស្រយាលមួយមានផ្ទះចាស់មួយខ្នងដែលត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំដែលផ្ទះនោះមានសភាពទ្រុឌទ្រោមជាខ្លាំងហើយមិនមានអ្នកណាម្នាក់ហ៊ានដើរឆ្លងកាត់នៅទីនោះជាពិសេសនៅពេលយប់ដែលមានមេឃភ្លៀងគេបាននិយាយថានៅក្នុងផ្ទះចាស់នោះមានខ្មោចស្ត្រីម្នាក់ដែលស្លៀកសម្លៀកបំពាក់សោតនីលកម្មដែលតែងតែបង្ហាញខ្លួននៅក្នុងនោះនៅយប់មួយមានក្មេងប្រុសម្នាក់ដែលកំព្រាគេមានឈ្មោះថាសុខាគេបានហ៊ានចូលទៅសាកល្បងរស់នៅទីនោះព្រោះគេមិនមានលុយដើម្បីរស់នៅក្នុងផ្ទះជួលនោះទេនៅក្នុងទីងងឹតគាត់បានឮសូរសំឡេងយំសោកសង្វេគនិងសូរច្រវាក់រងាញរងោរំពេចនោះខ្មោចស្ត្រីបានបង្ហាញខ្លួនដោយបាំងមុខពាក់កណ្ដាលសក់របស់នាងវែងហើយរួញអង្គាដីដើរអណ្ដែតមករកគាត់សុខាភ័យមិនសឹងតែដកដង្ហើមមិនរួចតែខ្មោចនោះក៏បានឈប់ហើយបានវែងសក់របស់នាងចេញតែបានបង្ហាញនៅមុខរបស់ស្ត្រីម្នាក់កំពុងតែស្រក់ទឹកភ្នែកនាងបានប្រាប់ថានាងមិនមែនជាខ្មោចនោះទេនាងគឺជាកូនកំមុំដែលត្រូវបានគេបញ្ឆោតនិងចាក់សោទុកនៅក្នុងផ្ទះនេះអស់រយៈពេលជាច្រើនឆ្នាំច្រវាក់ដែលគេបានឮនោះគឺជាច្រវាក់ពិតដែលគេបានចងនៅលើជើងរបស់នាងសុខាគេក៏បានហ៊ានចូលទៅដល់ច្រវាក់ឲ្យទៅនាងហើយបាននាំនាងទៅកាន់ប៉ុស្តិ៍ប៉ូលីសតាំងពីពេលនោះមកគ្មាននរណាម្នាក់បានឃើញខ្មោចនៅទីនោះទៀតនោះទេហើយផ្ទះនោះក៏ត្រូវបានគេរុះរើចោលផងដែរនិងបានសាងសង់សាលារៀនវិញបន្ទាប់ពីសុខាបានជួយនារីនោះពួកគេទាំងពីរក៏បានក្លាយទៅជាមិត្តភក្តិនឹងគ្នាក្មេងស្រីនោះមានឈ្មោះថាម៉ាលីដែលត្រូវបានប៉ូលីសបញ្ជូនទៅស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារីឯសុខាវិញក៏បានរស់នៅទីនោះផងដែរពួកគេបានក្លាយទៅជាមិត្តភក្តិដែលដូចជាបងប្អូនបង្កើតតែនឹងជួយទុកទម្លាក់គ្នាទៅវិញទៅមកប៉ុន្តែយប់មួយម៉ាលីបានភ្ញាក់ពីដំណេកដោយសារសម្បត្តិគ្នាម្ដាយរបស់នាងស្ត្រីចំណាស់ម្នាក់ដែលត្រូវបានបាត់ខ្លួនតាំងពីនាងនៅតូចនាងបានប្រាប់រឿងនេះទៅកាន់សុខាហើយនាងត្រូវតែត្រឡប់ទៅកាន់ផ្ទះចាស់នោះវិញព្រោះនាងបានជឿថាម្ដាយរបស់នាងនៅរស់ហើយកំពុងតែជាប់ជំពាក់នៅជាមួយនឹងអំពើអាបធ្មប់ចាស់មួយសុខាមិនហ៊ានទុកនាងនៅចោលតែម្នាក់ឯងនោះទេគេក៏បានទៅជាមួយនាងពួកគេទាំងពីរបាននាំគ្នាកាន់ពិលហើយត្រឡប់ដើរទៅកាន់ផ្ទះចាស់នោះដែលមានសភាពទ្រុឌទ្រោមអ្វីដែលពួកគេបានឃើញគឺមានត្រឹមតែសាលារៀនដែលគេកំពុងតែសាងសង់ប៉ុន្តែនៅសល់បន្ទប់ក្រោមដីមួយដែលមិនមាននរណាធ្លាប់បានដឹងកាលពីមុននៅទីនោះពួកគេបានរកឃើញសៀវភៅអាបធ្មប់ចាស់មួយក្បាលនិងមានរូបថតរបស់ម្ដាយម៉ាលីដែលកំពុងឈរនៅក្បែរបុរសអាថ៌កំបាំងម្នាក់នៅរំពេចនោះសំឡេងសោកយ៉ាងគួរឲ្យខ្លាចបានបន្លឺឡើងចេញពីក្រោយខ្នងរបស់ពួកគេបានបែរទៅឃើញស្រមោលខ្មៅមួយកំពុងតែឈរសម្លឹងមកស្រមោលនោះមានភ្នែកក្រហមឆ្អៅហើយវាហាក់បីដូចជាមិនមែនជាមនុស្សតែវាគឺជាវិញ្ញាណកំណាចដែលកំពុងតែរង់ចាំនរណាម្នាក់ឲ្យមកបើកទ្វារឃ្លាំមើលវាសុខាបានស្រែកឲ្យម៉ាលីរត់ប៉ុន្តែទ្វារចូលបន្ទប់នោះត្រូវបានបិទដោយខ្លួនឯងសំឡេងច្រវាក់ក៏ចាប់ផ្ដើមបន្លឺឡើងម្ដងទៀតតែលើកនេះមិនមែនជាមនុស្សជាអ្នកដាក់នោះទេវាគឺជាច្រវាក់ដែលកំពុងតែរហែកស្រមោលខ្មៅនោះក៏ចាប់ផ្ដើមបដូររូបរាង
ខ្លាចទៅជាបរិម្នាក់ស្លៀកសម្លៀកបំពាក់ខ្មៅមកមាត់របស់គេស្លេកដូចងាប់ហើយវាបានបន្លឺសូរសំឡេងថាអរគុណដែលអ្នកបានជួយដល់លែងខ្ញុំឥឡូវនេះពួកឯងទាំងពីរនាក់នឹងខ្លាចទៅជាអ្នកបម្រើរបស់ខ្ញុំជានិច្ចហើយម៉ាលីបាននឹកឃើញអក្ខរវិទូពីសិភៅអាបធ្មប់នោះនាងបានប្រើឈាមរបស់នាងគូនជាសញ្ញានៅលើអត់ហើយបានសូត្រមន្តសូត្រពាក្យដាក់ទៅម្ដាយរបស់នាងដែលធ្លាប់បានបង្រៀននាងកាលពីតូចស្រមោលខ្មៅនោះក៏ចាប់ផ្ដើមស្រែករួចក៏បានរលាយបាត់ទៅវិញទុកឲ្យសិភៅអាបធ្មប់ដែលកំពុងតែឆេះរាលដាលនោះវាពេញបន្ទប់សុខានិងម៉ាលីបាននាំគ្នារត់ចេញពីបន្ទប់នោះភ្លាមមុននឹងអគ្គិភ័យឆាបសេះនៅសតផេះតាំងពីថ្ងៃនោះមកមិនមាននរណាម្នាក់បានឃើញស្រមោលខ្មៅនោះទៀតឡើយឬបានឮសូរសំឡេងចង្វាក់នៅទីនោះម្ដងទៀតនោះទេម៉ាលីបានជួបជាមួយនឹងម្ដាយរបស់នាងនៅទីបញ្ចប់ម្ដាយរបស់នាងគឺជាអ្នកជួយឆ្លត់វិញ្ញាណទាំងអស់ដែលជាប់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំហើយឥឡូវត្រូវបានដោះលែងដើម្បីកូនស្រីរបស់គាត់ប៉ុន្មានឆ្នាំក្រោយមកសុខានិងម៉ាលីបានធំនឹងក្ដីហើយបានសាងជីវិតថ្មីនៅឯទីក្រុងសុខាបានក្លាយទៅជាអ្នកស៊ើបអង្កេតឯកជនចំណែកឯម៉ាលីបានក្លាយទៅជាគ្រូបង្រៀនប្រវត្តិសាស្ត្រប៉ុន្តែសម្បត្តិអាក្រក់នៅតែត្រឡប់មកវិញនៅពេលដែលម៉ាលីបានចាប់ផ្ដើមឃើញស្រមោលខ្មៅដដែលម្ដងហើយម្ដងទៀតនៅក្នុងបន្ទប់ភ្នែករបស់នាងជារៀងរាល់យប់នៅយប់មួយស្រមោលនោះបានបង្ហាញខ្លួនយ៉ាងជាក់លាក់ហើយបានខ្សឹបមកប្រាប់នាងថាម្ដាយរបស់ឯងនៅរស់ហើយឯងត្រូវតែសម្លាប់នាងបើមិនដូច្នោះទេវិញ្ញាណរបស់នាងត្រូវបានដុតចោលនៅក្នុងរស់ជារៀងរហូតហើយម៉ាលីបានភ័យតក់ស្លុតនាងបានហៅសុខាមកជួបហើយពួកគេបានសម្រេចចិត្តត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញដើម្បីស្វែងរកការពិតតាមដំណើរពួកគេបានជួបជាមួយនឹងព្រះសង្ឃចាស់មួយអង្គដែលធ្លាប់បានស្គាល់ម្ដាយរបស់ម៉ាលីព្រះសង្ឃនោះបានប្រាប់ថាម្ដាយរបស់ម៉ាលីពិតជាបានបាត់ខ្លួនដើម្បីចាក់សារនៅវិញ្ញាណកំណាចនោះប៉ុន្តែសាកសពរបស់នាងមិនបានយកទៅធ្វើពិធីបូជាតាមពុទ្ធសាសនានោះទេដោយសារតែមានមនុស្សម្នាក់បានលួចយកឆ្អឹងរបស់នាងទៅធ្វើអំពើអាបធ្មប់ព្រះសង្ឃបានកំពល់កំបិតវេទមន្តមួយដែលត្រូវបានគេប្រាប់ថាឆ្អឹងរបស់ម្ដាយឯងស្ថិតនៅក្នុងរូងភ្នំនៅខាងកើតភូមិអ្នកណាដែលបានកាន់ឆ្អឹងនោះអ្នកនោះនឹងកាន់តែមានអំណាចវេទមន្តខ្លាំងនិងកំណាចតែបើឯងទៅយឺតនោះវិញ្ញាណនឹងមិនអាចទៅកាន់ជាតិលោកខាងថ្មីបាននោះទេម៉ាលីនិងសុខាបាននាំគ្នាចូលទៅរោងភ្នំនោះទាំងយប់នៅខាងក្នុងល្ងិតល្អក់មានតែក្លិនឈាមនិងក្លិនផ្សែងហុយពីពេញបន្ទប់នៅខាងជ្រុងមានគេបានឃើញឆ្អឹងរបស់ម្ដាយម៉ាលីដែលបានដាក់ពាសវាពេកានៅទីនោះនិងនៅស្ថិតនៅទីនោះមានបុរសចំណាំម្នាក់កំពុងតែសោតធរខ្មៅងងឹត